ើជាការពិតទេដែលថាជូកលៀងពិតជាបានបម្រើការជូនតែលាវប៉ៃម្នាក់ប៉ុណ្ណោះតាមឯកសារប្រវត្តិសាស្ត្រលាវប៉ៃបានជួបជូកលៀងនៅក្នុងតំបន់ដាច់ស្រយាលពីសង្គ្រាមនិងជាតំបន់ធ្វើចំការនៅភូមិឡុងចុងបច្ចុប្បន្នជាផ្នែកនៃភាគខាងលិចនៃក្រុងសៀងយ៉ាងខេត្តហ៊ូប៉ៃឆ្នាំនៃការជួបគ្នារវាងអ្នកទាំងពីរអាចមានការខុសគ្នាខ្លះនៃកំណត់ត្រាប្រវត្តិសាស្ត្រខ្លះថាកំឡុងពេលមានវត្តមានស៊ីស៊ូនិងខ្លះថាក្រោយការចាក់ចេញរបស់ស៊ីស៊ូបម្រើការជូនលាវប៉ៃក្នុងស្រុកសញ្ញាចាប់ពីចុងឆ្នាំ207ដល់ចុងឆ្នាំ208នៃគ្រិស្តសករាជប៉ុន្តែបើតាមឯកសារឈ្មោះស៊ីជឺថងជៀនសរសេរដោយស៊ឺម៉ាខ្វាងបោះផ្សាយក្នុងឆ្នាំ1084បានបញ្ជាក់ថាពួកគេទាំងពីរជួបគ្នាក្នុងឆ្នាំ207បានន័យថាមុនការចាក់ចេញរបស់ស៊ីស៊ូពីស្រុកសញ្ញាទៅកាន់ក្រុងស៊ីឆាងរបស់ឆាវឆាវឯកសារពិតក្នុងប្រវត្តិសាស្ត្របានបញ្ជាក់ថាលាវប៉ៃបានធ្វើដំណើរទៅកាន់ខ្ទមរបស់ជូកឺខុងមីងរហូតដល់ទៅ3ដងទើបបានជួបនឹងជូកឺដើម្បីស្នើមនុស្សលាក់ខ្លួនជូកឺទៅបម្រើកិច្ចការធំរបស់នគរការបានជួបគ្នានៅលើកទី3នេះជូកឺបានបង្ហាញពីផែនទីភូមិសាស្ត្រទៅកាន់លាវប៉ៃជាយុទ្ធសាស្ត្រដ៏ទូលំទូលាយដើម្បីវាយក្តោបយកនិងគ្រប់គ្រងទឹកដីមួយនិងការបង្កើតតំបន់ឈរជើងមួយដ៏ខ្លាំងក្លាឆ្ពោះទៅកាន់ការស្ដារឡើងវិញនៃមហាហាមកិច្ចសន្ទនាសំខាន់ដែលជូកលៀងបានផ្ដោះផ្ដូរនិងផ្ដោតទៅកាន់លាវប៉ៃដែលគេស្គាល់យ៉ាងល្បីល្បាញនិងត្រូវបានគេដាក់ឈ្មោះឲ្យថាគម្រោងនៅភូមិឡុងចុងឬកិច្ចសន្ទនានៅភូមិឡុងចុងមានជា4ចំណុចធំដូចជាទី1ការវិភាគស្ថានភាពបច្ចុប្បន្នបានច្បាស់លាស់ជូកលៀងបានចាប់ផ្ដើមដោយផ្ដល់នូវការវិភាគសង្ខេបនិងរួមបញ្ចូលនៃទស្សនវិជ្ជានយោបាយនិងយោធាដោយទទួលស្គាល់ថាឆាវមានកម្លាំងខ្លាំងក្លានៅភាគខាងជើងហើយឯសឹងឈួនបានពង្រឹងអំណាចរបស់គាត់យ៉ាងរឹងមាំតាមដងទន្លេឆាវជាងឬហៅថាជាងតុងការវិតម្លៃជាក់ស្ដែងនេះបានផ្ដល់នូវមូលដ្ឋានគ្រឹះសម្រាប់ផែនការទាំងមូលទី2បង្កើតតំបន់ឈរជើងយុទ្ធសាស្ត្រក្នុងខេត្តចំនួន2ជីងជើនិងអ៊ីជើដំបូងគេបង្អស់លាវប៉ៃត្រូវតែសង្គ្រោះខេត្តជីងជើដែលមានលើខេត្តហ៊ូប៉ៃនិងខេត្តហ៊ូណានបច្ចុប្បន្នដោយសារខេត្តជីងជើជាភូមិសាស្ត្រដែលអាចផ្ដល់នូវការសម្រេចបានរាល់យុទ្ធសាស្ត្រម្ចាស់ជីងជើពេលនោះគឺជាលាវពាវបន្ទាប់មកលាវប៉ៃត្រូវធ្វើការវាយយកអ៊ីជើបច្ចុប្បន្នជាខេត្តស៊ីឈួននិងក្រុងឆុងឈិងដែលជាតំបន់សម្បូរដោយធនធានជាពិសេសគឺរបាំងទប់ទល់សត្រូវពីធម្មជាតិដោយសារការធ្វើដំណើរត្រូវឆ្លងកាត់ភ្នំនិងអាចធ្វើជាមូលដ្ឋានសុវត្ថិភាពបានការគ្រប់គ្រងតំបន់ខេត្តទាំងពីរនេះអាចឲ្យលាវប៉ៃទទួលបាននូវធនធានសំខាន់ដូចជាកម្លាំងកងទ័ពនិងចំណេញផ្នែកភូមិសាស្ត្រនយោបាយដើម្បីប្រែក្លាយជាអ្នកខ្លាំងមួយក្នុងចំណោមអ្នកកាន់អំណាចធំទាំង3ទី3បង្កើតសម្ព័ន្ធភាពរឹងមាំជាមួយនឹងសុនឈួននៃនគរអ៊ូទទួលស្គាល់ថាឆាវជាសត្រូវខ្លាំងនិងមានឥទ្ធិពលបំផុតជូកលៀងបានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការរក្សាទំនាក់ទំនងជាមួយនឹងនគរសុនឈួននៃភូមិភាគអាគ្នេយ៍ភាគខាងត្បូងឈៀងខាងកើតការចងសម្ព័ន្ធភាពនេះអាចការពារឆាវពីការវាយប្រហារភាគខាងត្បូងនិងដើម្បីធានាដង្ហើមរបស់លាវប៉ៃនិងទី4ការវាយលុកពីរផ្លូវក្នុងពេលតែមួយបន្ទាប់ពីសម្រេចកិច្ចការក្នុងតំបន់ជីងជើនិងអ៊ីជើរួចរាល់ហើយលាវប៉ៃគួរតែរងចាំឱកាសល្អមកដល់សិនរួមមានដូចជាការអស្ថិរភាពផ្នែកនយោបាយនិងបញ្ហារាំងស្ទះធំនៅភូមិភាគខាងជើងនៅពេលដែលឱកាសប្រាស់បានមកដល់លាវប៉ៃអាចលើកទ័ពជាលក្ខណៈទ្រង់ទ្រាយធំធ្វើការប្រយុទ្ធចុងក្រោយដើម្បីវាយប្រហារលើឆាវការវាយប្រហារពីរច្រកក្នុងពេលតែមួយធ្វើឡើងតាមរយៈកងទ័ពមួយក្រុមធ្វើដំណើរចេញពីជីងជើឆ្ពោះទៅលូកយ៉ាងដែលជារាជវាំងចាស់មួយទៀតនោះគឺលាវប៉ៃខ្លួនឯងត្រូវដឹកនាំទ័ពមួយក្រុមទៀតចេញពីខេត្តអ៊ីជើឆ្លងកាត់ភ្នំឈិនសានដើម្បីវាយប្រហារតំបន់ខ្វាងជុងការវាយប្រហារពីរលើកដំណើរគ្នានេះត្រូវបានគេព្យាករណ៍ថានឹងបង្កឲ្យមានភាពចលាចលដ៏ធំនៅភាគខាងជើងដែលមានប្រជាជនស្វាគមន៍លាវប៉ៃដែលត្រូវបានគេស្គាល់ដោយសារគុណធម៌របស់គាត់និងជាបុគ្គលសំខាន់នៃខ្សែស្រឡាយរាជវង្សហានលាវប៉ៃពិតជាមានការភ្ញាក់ផ្អើលនិងកោតសរសើរចំពោះការវិភាគនិងការផ្ដល់យុទ្ធសាស្ត្ររបស់ជូកឺខុងមីងនេះជាលើកទី1ក្នុងជីវិតដឹកនាំនយោបាយនិងសង្គ្រាមរបស់គាត់ដែលជាយុទ្ធសាស្ត្ររយៈពេលវែងនិងមានភាពស៊ីសង្វាក់គ្នាច្បាស់ដែលអាចអនុវត្តបានដើម្បីសម្រេចគោលដៅនេះជាយុទ្ធសាស្ត្រដែលប្រែក្លាយលាវប៉ៃពីម្ចាស់ម្នាក់តែតោលទៅជាម្ចាស់ដែលមានមូលដ្ឋានឈរជើងដើម្បីបង្កើតជានគរខ្លាំងមួយនិងអាចប្រកួតប្រជែងជាមួយនឹងអ្នកខ្លាំងពូកែដូចជាឆាវផែនទីភូមិសាស្ត្រនយោបាយគូដោយដៃផ្ទាល់ដែលជូកលៀងបានបង្ហាញទៅលាវប៉ៃមានភាពពេញលេញនិងមានលទ្ធភាពគ្រប់គ្រាន់អាចពំនាំនៅជ័យជំនះយ៉ាងពិតប្រាកដ
ជូកលៀងគឺជាទីប្រឹក្សានិងជាអ្នកផ្ដល់យុទ្ធសាស្ត្រដ៏ឆ្លៀសវៃនិងបានជ្រោមជ្រែងលាវប៉ៃបានយកឈ្នះសង្គ្រាមតទល់នឹងសត្រូវធំគឺឆាវឆាវនៅហានចុងបន្ទាប់ពីអស់បន្លាយអស់រយៈពេល1ឆ្នាំ8ខែចាប់ពីខែធ្នូឆ្នាំ217រហូតដល់ខែសីហាឆ្នាំ219ភ្លាមបន្ទាប់ពីយកឈ្នះសង្គ្រាមនិងក្តោបក្តាប់តំបន់ចល័តទ័ពសំខាន់ហានចុងមកលាវប៉ៃបានប្រកាសឡើងធ្វើជាស្ដេចនៃហានចុងក្នុងខែកក្កដាឬខែសីហាឆ្នាំដដែលពលព្រះបេតុលាលាវប៉ៃបានឡើងជាស្ដេចក្នុងឆ្នាំ219ដែលមានការជួយដ៏ស្មោះស្ម័គ្រពីអ្នកផ្ដល់យុទ្ធសាស្ត្រខ្លាំងពូកែគឺជូកលៀងក្រៅពីជូកលៀងក៏នៅមានបុគ្គលសំខាន់ផ្សេងទៀតដែលបានជួយលាវប៉ៃយកបានតំបន់ហានចុងរហូតបានឡើងជាស្ដេចនោះមានដូចជាហ្វាឆឹងជាអ្នកជួយផ្ដល់យុទ្ធសាស្ត្រម៉ាចៅជាមេទ័ពដ៏ខ្លាំងពូកែមកពីភូមិភាគទិសពីយ៉បភាគខាងជើងឈៀងខាងលិចដែលបានមកចូលរួមជាមួយលាវប៉ៃបន្ទាប់ពីលាវប៉ៃបានក្លាយជាស្ដេចម៉ាចៅទទួលបានការតែងតាំងកាន់តែខ្ពង់ខ្ពស់និងនៅមានស៊ីជីងនិងមីជូសិតសឹងជាមន្ត្រីស៊ីវិលជាន់ខ្ពស់ដែលជាញឹកញាប់បានបម្រើលាវប៉ៃជាមន្ត្រីរដ្ឋបាលដែលអាចទុកចិត្តខ្ពស់បំផុតជាពិសេសទាក់ទងនឹងកិច្ចការសំខាន់និងសម្ងាត់ក្រោយមកទៀតមិនយូរប៉ុន្មានពលក្នុងខែឧសភាឆ្នាំ221ព្រះអង្គម្ចាស់លាវប៉ៃបានប្រកាសឋានៈទ្រង់ឡើងមួយកម្រិតទៀតទៅជាអធិរាជនិងបង្កើតជានគរស៊ូឬស៊ូហានក្នុងព្រះនាមជាអធិរាជស្នងរាជបល្ល័ង្កស្របតាមច្បាប់និងទឹកចិត្តរាស្ត្រនិងជាការស្រោចស្រង់រាជវង្សហានឡើងវិញនិងជាការឆ្លើយតបទៅកាន់ឆាវភីកូនប្រុសឆាវដែលបានដណ្ដើមរាជពីអធិរាជហានចុងក្រោយដើម្បីបង្កើតបាននគរឆាវវៃកាលពីចុងឆ្នាំ220ការលិបត្តិនៃការបម្រើលាវប៉ៃរបស់ជូកលៀងនិងស៊ីស៊ូតាមរយៈឯកសារប្រវត្តិសាស្ត្រជូកលៀងបានចូលបម្រើលាវប៉ៃតាំងតែពីស៊ីស៊ូពុំទាន់បានចាក់ចេញពីលាវប៉ៃមកម្លេះអ្នកប្រាជ្ញទាំងពីររូបនេះត្រូវបានលាវប៉ៃអញ្ជើញមកបម្រើកិច្ចការក្នុងពេលវេលាប្រហែលគ្នាក្នុងចុងឆ្នាំ207ស៊ីស៊ូនៅបម្រើការជូនលាវប៉ៃនៅឡើយក្នុងពេលគាត់បានណែនាំជូកលៀងទៅកាន់ម្ចាស់របស់គាត់គឺលាវប៉ៃស៊ីស៊ូដែលមានឈ្មោះដើមថាស៊ីហ្វូនិងឈ្មោះមួយទៀតយួនជីបានចាក់ចេញពីលាវប៉ៃក្នុងចុងឆ្នាំ208បន្ទាប់ពីសមរភូមិសង្គ្រាមរយៈពេលខ្លីនៅឆាងប៉ានបានបញ្ចប់ដោយម្ដាយរបស់គាត់ត្រូវកងទ័ពឆាវចាប់ខ្លួនចំណែកឯជូកលៀងដែលមានឈ្មោះដើមខុងមីងរហស្សនាមនាគដេកមានតំណែងជាមន្ត្រីធំស្មាអូប៉ារ៉ាតនៃស្រុកអ៊ូសៀងអ្នកប្រាជ្ញខុងមីងបានបម្រើការជូនសំណាក់ត្រកូលលាវឬរាជវង្សស៊ូហានអស់រយៈពេលជាច្រើនឆ្នាំដែលមាន2រាជសម័យកាលធំដូចតទៅក្នុងឆ្នាំ207ឬ208ជូកលៀងបានបម្រើលាវប៉ៃក្នុងនាមជាតួនាទីសំខាន់គឺមន្ត្រីប្រឹក្សាផ្នែកយោធានិងកិច្ចការផ្ទៃក្នុងនិងជាមន្ត្រីទី1ផ្នែកភស្តុភារនិងរដ្ឋបាលរហូតដល់ឆ្នាំ223ពលគឺមានរយៈពេលពី15ទៅ16ឆ្នាំក្នុងការបម្រើរបស់ជូកលៀងលាវប៉ៃបានវិវត្តឋានៈខ្លួនដល់ទៅ3ដងគឺផ្ដើមពីលោកម្ចាស់សង្គ្រាមឬព្រះបេតុលាប្រែក្លាយទៅជាព្រះមហាក្សត្រនិងចុងក្រោយក្លាយជាព្រះចៅអធិរាជលាវប៉ៃបានសោយទីវង្គតក្នុងថ្ងៃទី10ខែមិថុនាឆ្នាំ223នៅទីក្រុងប៉ាយទីក្រោយមកលាវសានជាបុត្រាបានស្នងរាជបល្ល័ង្កបន្តក្នុងឆ្នាំ223ដដែលជូកលៀងបានបន្តបម្រើអធិរាជលាវសានក្នុងនាមជាព្រះរាជគ្រូជាម្ចាស់គ្រប់គ្រងនគរបណ្ដោះអាសន្នដោយសារអធិរាជលាវសាននៅក្មេងវ័យពេកជាចៅហ្វាយខេត្តអ៊ីជើជាអ្នកបញ្ជាកងទ័ពនិងជាមន្ត្រីគ្រប់គ្រងក្តោបក្តាប់ទាំងមូលលើគោលនយោបាយនិងកងយោធារហូតដល់លោកអស់ជីវិតក្នុងឆ្នាំ234ពលគឺមានរយៈពេល11ឆ្នាំសម្រាប់ការបម្រើអធិរាជលាវសានសរុបមកជូកលៀងបានបម្រើរាជវង្សស៊ូហានអស់រយៈពេលសរុបរហូតដល់ចន្លោះ26ទៅ27ឆ្នាំមកដល់ត្រឹមនេះយើងអាចដឹងហើយថាជូកលៀងពេញមួយជីវិតរបស់គាត់គឺមានម្ចាស់តែម្នាក់ប៉ុណ្ណោះគឺនគរស៊ូហានដែលមានលាវប៉ៃនិងលាវសានដែលជាបុត្រាបង្កើតរបស់លាវប៉ៃខ្ញុំសូមធ្វើការសង្ខេបព្រឹត្តិការណ៍សំខាន់ដែលជូកលៀងបាននាំជ័យជំនះទៅកាន់លាវប៉ៃនិងនគរស៊ូហានការកសាងមូលដ្ឋានគ្រឹះនិងផ្ដល់យុទ្ធសាស្ត្រ 1. ការបំផុសផែនការនៅឡុងចុងនិងជាទស្សនវិស័យវែងឆ្ងាយនិងទី 2. បង្កើតសម្ព័ន្ធភាពស៊ុននឹងលាវគន្លឹះជោគជ័យផ្នែកយោធា 1. ជាតួអង្គសំខាន់ក្នុងសង្គ្រាមនៅឈឺពី 2. ដណ្ដើមបានខេត្តអ៊ីជើពីលាវចាងនិងទី 3. ដឹកនាំនឹងធ្វើឲ្យខេត្តអ៊ីជើមានស្ថិរភាពការរួមចំណែកក្រោយផុតសម័យកាលរបស់អធិរាជលាវប៉ៃ 1. ស្ដារទំនាក់ទំនងសម្ព័ន្ធភាពជាមួយនគរអ៊ូខាងលិច 2. បញ្ចប់សង្គ្រាមនៅណានចុងទប់ទល់ការបះបោរនិងការការពារធនធាននៅភូមិភាគខាងត្បូង 3. ធ្វើ
ធ្វើឲ្យប្រសើរជាងមុនលើកិច្ចការរដ្ឋបាលនិងសេដ្ឋកិច្ចនគរនិងទី4បេសកកម្មយោធានៅភាគខាងជើងដោយការព្យាយាមច្រើនដងទោះមិនទទួលបានជោគជ័យលើនគរអ្វីតែវាយកបានតំបន់បញ្ជាកងទ័ពបាន3កន្លែងក្នុងការវាយប្រហារលើកទី1ដែលបានដាក់សម្ពាធទៅលើឆៅវ៉ៃនិងបានការពារព្រំប្រទល់ខាងជើងរបស់ស៊ូហានខុងមីងកើតនៅក្នុងឆ្នាំ181នៅតំបន់អ៊ីណានខេត្តសានតុងនិងទទួលមរណភាពក្នុងអាយុ53ឆ្នាំក្នុងចន្លោះខែកញ្ញាឬតុលាឆ្នាំ234នៃគ្រិស្តសករាជនៅអូចាងខេត្តសានស៊ីដោយសារតែភាពឆ្លៀសវៃនិងទឹកចិត្តដ៏មានគុណធម៌ក្នុងការបម្រើម្ចាស់ដ៏ស្មោះត្រង់ឥតងារេអធិរាជលាវសានបានចេញព្រះរាជបញ្ជាដើម្បីកាន់ទុកនិងថ្លែងសារដឹងគុណចំពោះរូបគាត់ព្រមទាំងសម្រេចផ្ដល់ឧទ្ទិសនាមវិញ្ញាណក្ខន្ធជូកខុងមីងជាលោកម្ចាស់ចុងអ៊ូឬមានន័យថាកំពូលមន្ត្រីស្មោះត្រង់